ស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានទីលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឲ្យចេះមានកម្លាំងចិត្តពេលដែលយើងខូចចិត្តរឿងអ្វីមួយទីមួយយើងត្រូវតែមើលទៅជុំវិញខ្លួនរបស់ពួកយើងថាជុំវិញខ្លួនយើងមានអីខ្លះដែលបានដកដួលលាស់ចេញមកមួយជុំវិញខ្លួនរបស់យើងគឺមានលោកឪពុកអ្នកម្ដាយរបស់យើងគាត់ខំប្រឹងធ្វើកិច្ចការងារដើម្បីពួកយើងទាំងអស់គ្នាគាត់ខំប្រឹងធ្វើការដើម្បីកូនទាំងអស់គ្នាគាត់ខំប្រឹងរកប្រាក់ចំណូលដើម្បីឲ្យពួកកូនទាំងអស់គ្នាបានរៀនសូត្រពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់បឋមពីថ្នាក់បឋមរហូតដល់អនុវិទ្យាល័យពីអនុវិទ្យាល័យរហូតដល់មហាវិទ្យាល័យរហូតដល់សាកលវិទ្យាល័យរហូតដល់ឲ្យកូនបានរៀនឆ្នាំទី1ឆ្នាំទី2អញ្ចឹងហើយសូមពួកយើងទាំងអស់គ្នាជាកូនត្រូវចេះផ្ដល់តម្លៃឲ្យក្រុមគ្រួសារនិងឲ្យតម្លៃខ្លួនឯងឲ្យបានច្រើនទោះបីជាឪពុកម្ដាយរបស់ពួកយើងពេលខ្លះគាត់មិនបានលើកទឹកចិត្តយើងមិនបានសូវល្វីល្វល់ខ្វល់ខ្វាយពីយើងប៉ុន្តែយើងជាកូនត្រូវតែស្មារតីខ្លួនឯងដាក់កំណត់ខ្លួនឯងឲ្យនឹកឃើញពីកង្វល់របស់ពួកគាត់ពីគ្រាដើមនេះចង់បញ្ជាក់ថាកាលពីយើងនៅតូចក្រូចឆ្មាមកគាត់ខំប្រឹងបែបបានថែរក្សាពួកយើងមិនថាមានរឿងអ្វីគាត់តែងតែនៅក្បែរយើងជានិច្ចដូច្នេះហើយយើងទាំងអស់គ្នាពេលដែលមានរឿងបញ្ហាអ្វីមួយសូមត្រូវចេះរលឹកនឹកដល់គុណដល់ធំធេងដែលកាប់ថ្លៃពុំបានគឺលោកឪពុកនិងអ្នកម្ដាយនេះហើយពេលដែលយើងធំឡើងក៏សង្ឃឹមថាយើងអាចចេះដោះស្រាយខ្លួនឯងបានដូច្នេះហើយពេលខ្លះក៏មិនសូវរវីរវល់នឹងពួកយើងទេចឹងហើយពេលខ្លះពួកកូនគាត់មិនសូវនឹកដល់រឿងត្រង់ចំណុចនេះគាត់គិតថាឪពុកម្ដាយរបស់គាត់មិនបានយកចិត្តទុកដាក់ដល់គាត់មិនបានស្រឡាញ់គាត់ឲ្យស្មើគ្នាចឹងសូមលុបពាក្យបំបត្តិនេះចេញទៅឲ្យទៅពីក្នុងចិត្តរបស់ពួកយើងព្រោះថាទាំងអស់នេះធ្វើឲ្យយើងមិនអាចដោះស្រាយបញ្ហាបានទេទុយទៅវិញនាំឲ្យយើងគិតតែរឿងនៅអវិជ្ជមានតែប៉ុណ្ណោះឯងដូចជាការរៀនសូត្រស្ដីពេលខ្លះក៏មិនបានមកពួកយើងទៅសាលារៀនទេដោយសារតែគាត់ថាគោធំមកល្មមចេះទាំងក្ដីល្មមចេះទៅណាបុកណាដោយខ្លួនឯងល្មមចេះរកស៊ីចិញ្ចឹមជីវិតខ្លួនឯងនេះទើបគាត់មិនបានសូវល្វីល្វល់ប៉ុន្តែកូនខ្លះគាត់ត្រូវការកម្លាំងចិត្តពីឪពុកម្ដាយជាសំខាន់ពេលគាត់ឬមួយក៏ពេលដែលគាត់ពេលប្រឡងទៅសាលាគាត់ត្រូវការកម្លាំងចិត្តពីឪពុកម្ដាយដើម្បីជួយគាត់ទៅសាលារៀនទៅបណ្ដុំប្រឡងពេលខ្លះពេលដែលគាត់មិនបាននាំគុំទៅកូនបែរជាបាក់ទឹកចិត្តហើយពេលខ្លះក៏គិតខ្លីក៏ថាមានខ្ញុំឃើញច្រើនដែរនៅក្នុងសង្គមយើងចឹងហើយ
ត្រូវតែរឹងមាំកុំអាក់ទឹកចិត្តរហូតដល់ស្រោចស្រង់បានព្រោះថាគាត់មិនអាចទៅតាមគ្រប់គ្រងរឿងបានរហូតនោះទេគាត់ក៏អត់មើលនៅក្នុងកិច្ចការងាររបស់គាត់ដែរសូមយើងជាកូនៗទាំងអស់គ្នាយល់ត្រង់ចំណុចនេះទោះបីជាគាត់មិនសូវលើកទឹកចិត្តយើងពីការរៀនសូត្រសិក្សារៀនសូត្រអីក៏ដោយយើងជាកូនៗត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយឲ្យបានវែងឆ្ងាយព្រោះថាអនាគតរបស់ពួកយើងនៅវែងឆ្ងាយបំផុតអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនានៅវីដេអូរបស់ខ្ញុំខុសត្រូវអីសូមអធិស្ឋានផងដែរខ្ញុំនិយាយនេះចង់គ្រាន់តែបញ្ជាក់ថាខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដល់កូនជាពិសេសបងប្អូនសិក្សានុសិស្សគាត់ចេះពិចារណាធ្វើអ្វីមួយមិនគាត់គិតរឿងអីដែលឲ្យវាជាជាតិហើយការគិតទៅជាជាតិធ្វើឲ្យយើងមិនអាចដោះស្រាយបញ្ហាបានទេណាបងប្អូនត្រូវតែគិតតែរឿងឲ្យវាជាជាតិច្រើនជាងឲ្យវាជាជាតិទៅជាការល្អប្រសើរអរគុណដែលបានទស្សនាវីដេអូនេះដែរហើយបើចូលចិត្តវីដេអូខ្ញុំសូមជួយ Subscribe វីដេអូខ្ញុំមួយផងបងប្អូន